ចឹងតែងន់តែមួយគឺវាអត់អាចកំណត់ឬក៏មានអត្ថន័យអីឲ្យវាស៊ីជម្រៅនៃមនុស្សម្នាក់ៗឯង75គីឡូនៃមនុស្សម្នាក់ជាមួយនឹង75គីឡូនៃមនុស្សម្នាក់ទៀតគឺវាខុសគ្នា75គីឡូឧទាហរណ៍បុគ្គលកខ្ញុំគាត់មានសាច់ដុំហើយគាត់ខ្លាញ់គាត់តិចវាកត្តាច្រើនមែនទែនកត្តាតាំងពីគេហៅថាដងស៊ីតេសាច់ដុំតាំងពីសមាមាត្រនៃសាច់ដុំស្មាអ្នកខ្លះធំខ្នងអ្នកខ្លះក្រាស់ជើងអ្នកខ្លះធំចឹងកត្តាគឺច្រើនមែនទែនទៀតទៅនឹងមនុស្សអត់ដែលលើកហាត់សាច់ដុំឬក៏អីចឹងអញ្ចឹងបានអ្នកចាប់ផ្ដើមដំបូងអ្នកខ្លះគាត់ឡើងតែ3 4គីឡូទៅគាត់គិតថានេះហើយប៉ុន្តែវាខុសវាថាវាឡើងនោះវាឡើងគេបើយើងគោលដៅយើងចង់បានសាច់ដុំក៏យើងព្យាយាមឡើងសាច់ដុំហើយអាខ្លាញ់ហ្នឹងយើងព្យាយាមឡើងកម្រិតមួយទៀតអ្នកខ្លះបើអត់នេះគាត់ឡើងទៅទាំងអស់តែពេលចឹងមើលទៅទោះបីយើងគីឡូធ្ងន់ក៏យើងមើលទៅដូចអត់មានសាច់ដុំដែរមើលទៅដូចបានតែធំបានតែហើមប៉ោងអីចឹងណាសាច់ដុំវាដូចខ្ញុំមិនមែនថានេះគាត់ថាវាសមរម្យខ្ញុំវាលេងសមរម្យ